សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីវីដេអូមួយដែលខ្ញុំហើយនឹងក្រុមការងារបានទៅដំណើរកម្សាន្តកាលពីឆ្នាំ2023គឺនៅទី8មីនាបានន័យថាទិវាសិទ្ធិនារីដូច្នេះហើយក្រុមការងារខាងផងខ្ញុំបានរៀបចំដំណើរកម្សាន្តមួយហើយដំណើរកម្សាន្តហ្នឹងគឺយើងបានទៅកោះហានដោយសារពេលដែលយើងចេញគឺយើងចេញដំណើរពីខេត្តប្រាវាទៅដូចជាខ្ទង់ម៉ោង6ហើយយើងនឹងទៅដល់រមណីយដ្ឋានក៏ដូចជាស្នាក់ការសហគមន៍នៅខេត្តស្ទឹងត្រែងក៏ហាក់ដែលជារមណីយដ្ឋានអេកូទេសចរកោះហាននោះនៅក្នុងកំឡុងម៉ោង9បន្ទាប់ពីម៉ោង9ហើយគឺយើងបានជិះទូកបន្តទៀតប្រហែលជាចំណាយពេល1ម៉ោងពីចំណតសហគមន៍ដើម្បីធ្វើដំណើរទៅដល់ទីតាំងទឹកលេងបានន័យថាកន្លែងកោះហានហ្នឹងដែលមានខ្សាច់ហើយនឹងទឹកត្រជាក់ថ្លាមែនតើហើយខ្ញុំគិតថាបើសិនជាយើងទៅក្នុងកំឡុងខែនេះប្រហែលជាអាចនឹងត្រជាក់រងាមែនតើនៅក្នុងខែ11នេះចាសំទោសនៅក្នុងខែ10ព្រោះដោយសារយើងដឹងស្រាប់ហើយឥឡូវយើងចូលដល់ខែរដូវកាលខែកដឹកហើយបើសិនជាយើងទៅដល់ទីតាំងហ្នឹងទៀតមានទឹកដែលមានឆ្នេរខ្សាច់បែបនេះគឺត្រជាក់មែនតើបងប្អូនអញ្ចឹងទៅខ្ញុំគិតថា recommend ឲ្យអ្នកដែលគាត់ចង់លក្ខណៈថាគាត់ចង់ទៅpicnic ឬមួយក៏ចង់ refresh ប៉ុន្តែសូមកុំឲ្យមានក្មេងទៅបងប្អូនព្រោះដោយសារនៅនោះអាចថាហានិភ័យដែរចំពោះក្មេងៗណាអញ្ចឹងខ្ញុំអត់សូម recommend ឲ្យទៅទេតែបើសិនជាក្មេងៗអាចមានលទ្ធភាពការពារខ្លួនឯងបាននឹងក៏ឡងអាចតាពីអាវពោងឬមួយក៏ក្មេងៗយើងជំទើអាចថាអាយុ4-10ឆ្នាំអីចឹងណានឹងអាចទៅបានហើយនេះទឹកត្រជាក់ដែលខ្ញុំបានដើរនឹងត្រជាក់មែនតើទឹកនៅហ្នឹងណាហើយមួយទៀតខ្ញុំបញ្ជាក់ពីអារម្មណ៍មួយដែរនៅពេលដែលធ្វើដំណើរសម្រាប់អ្នកដែលអត់ចេះហាត់ទឹកដូចជាខ្ញុំមានអារម្មណ៍ថារៀងខ្លាចភ័យមែនតើព្រោះដោយសារឃើញទឹកមើលទៅវាសន្លឹមគួរឲ្យខ្លាចតែម្ដងហើយអាចថាជ្រៅដែរកន្លែងខ្លះជ្រៅកន្លែងខ្លះហៀងរាក់ដែរព្រោះដោយសារទឹកនៅតំបន់ហ្នឹងគឺជាតំបន់ដែលលាយថ្មមានន័យថាតំបន់រ៉ាមសាដែលមានថ្មហើយនឹងព្រៃឈើហើយនឹងមានទឹកនៅកន្លែងហ្នឹងហើយពេលទៀតយើងនឹងអាចឃើញគោព្រំបតូលបានន័យថាព្រំបតូលរវាងព្រំដែនឡាវហើយនិងព្រំដែនកម្ពុជាដែលចំនួនបារាំងគឺគាត់បានបោះនៅកណ្ដាលទឹកបឹងនឹងទឹកនឹងទន្លេនឹងតែម្ដងអញ្ចឹងហើយពេលខ្លះដូចអ្នកដែលអត់ធ្លាប់ឃើញពីទស្សនវិជ្ជាបែបហ្នឹងមានអារម្មណ៍ថារៀងគួរឲ្យខ្លាចដែរអានឹងសម្រាប់ខ្ញុំផ្ទាល់ណាហើយហ្នឹងហើយបើសិនជាបងប្អូនទាំងអស់គ្នាអាចគិតថាគួរតែមានពេលចង់សម្រាប់លំហែកាយអីយើងអាចជំរឿយើងអាចធ្វើបាយឬមួយក៏មានមកអាហារយកទៅហូបនៅកន្លែងនឹងផ្ទាល់ក៏បានឬមួយក៏យើងស្នើឲ្យខាងសហគមន៍គាត់ធ្វើឲ្យក៏បានដែរអញ្ចឹងណាអានឹងត្រូវលើយើងទេហើយបន្តមកទៀតនេះយើងឃើញមានភ្ញៀវទេសចរច្រើនដែរតែគាត់ទៅដើរលេងនៅកន្លែងហ្នឹងមានជីទូកនេះជាទស្សនវិជ្ជាពេលល្ងាចដែលពួកក្រុមការងារបានទៅដល់ហើយធ្វើម្ហូបបាយហើយនេះជាទស្សនវិជ្ជាពេលព្រឹកដែលខ្ញុំបានថតដល់ពេលយើងនេះគឺជាព្រំបតូលបងប្អូនឃើញហើយបានន័យថាបកគោនៅកណ្ដាលទន្លេមួយនេះគឺជាព្រំបតូលរវាងព្រំដែនឡាវហើយនិងកម្ពុជានៅកណ្ដាលទន្លេនឹងតែម្ដងចាហើយនេះទស្សនវិជ្ជារបស់យើងជិះទៅយទៅឃើញមានឆ្នេរខ្សាច់ឃើញមានអីគួរឲ្យត្រជាក់ភ្នែកមែនតើអ្នកដែលធ្វើការងារ stress នៅទីក្រុងអីហ្នឹងអាចទៅ refresh ម្ដងម្កាលបាននៅវិស្មការណាមួយអញ្ចឹងណាបងប្អូនឃើញមានថ្មមានអីនៅកណ្ដាលទន្លេហ្នឹងបើសម្រាប់ខ្ញុំអត់ដែរទៅហើយក៏ដែរឃើញទស្សនវិជ្ជាបែបហ្នឹងគឺមានអារម្មណ៍ថាគួរឲ្យខ្លាចមែនតើហើយពេលខ្លះជិះទៅរៀងកើជាមួយនឹងថ្មព្រោះដោយសារថ្មកន្លែងខ្លះវារៀងរាក់ដែរកន្លែងខ្លះរាក់កន្លែងខ្លះជ្រៅអញ្ចឹងណា